stress វាកាត់មកពីអីបងប្អូន stress គឺភាពតានតឹងគឺការរំពឹងចង់ឲ្យគ្រប់យ៉ាងបានដូចចិត្តយល់ទេបងប្អូនចង់ព្រោះយើងអត់យល់ពីធម្មជាតិឧទាហរណ៍ថាខ្ញុំចង់ឲ្យកូនខ្ញុំជាក្មេងល្អខ្ញុំចង់ឲ្យការងារជោគជ័យខ្ញុំចង់ឲ្យសង្គមជុំវិញល្អគឺយើងចង់ណាបងប្អូនតែយើងភ្លេចអញ្ចឹងថាធម្មជាតិគឺអញ្ចេះកូនយើងគឺអញ្ចេះយើងមិនអាចឲ្យគ្រប់យ៉ាងបានដូចចិត្តបានទេយើងត្រូវគោរពធម្មជាតិហើយបលេងបងប្អូនទី2កុំបំពេញរាងកាយដោយការធ្វើការជ្រុលដោយការរិះនឹងតែមិនអ្នកខ្លះធ្វើការធ្ងន់ណាប៉ុន្តែហូបរិះអានេះក៏មានណាបងប្អូនអ្នកខ្លះធ្វើការធ្ងន់ណាប៉ុន្តែស្នងកិលេសខ្លួនឯងដោយការទៅស៊ីផឹកអានេះក៏ខុសយល់ទេបងប្អូនស៊ីផឹកនេះសบายបងប្អូនស៊ីផឹកជាកិលេសមួយយ៉ាងបើសិនជាយើងបំពន់កិលេសគ្រប់ពេលណាវាធ្វើកិលេសយើងខូចកិលេសយើងដូចកូនក្មេងបងប្អូនសង្កេតមើលកូនក្មេងគឺដូចថាកូនតូចចោះបើយើងស្រឡាញ់គាត់ពីធម្មតាអ្នកណាក៏ស្រឡាញ់កូនដែរប៉ុន្តែបើពេលយើងស្រឡាញ់ជ្រុលកូនខូចអានេះគឺធម្មជាតិខ្ញុំចង់បងប្អូនសង្កេតរឿងធម្មជាតិយល់ទេបងប្អូនដូច្នោះអ្វីក៏ដោយបើសិនជាយើងធ្វើការធ្ងន់យើងបំពន់កិលេសដែលយើងពេញសម្ភារៈនិយមរបស់អស់នោះបងប្អូនវាឲ្យយើងមានសក្តិសុខតែមករំពេចជាអត់លើមួយសប្តាហ៍ឧទាហរណ៍ថាខ្ញុំចង់ទិញ iPhone ណាបងប្អូនណា iPhone ស៊េរីថ្មីទិញមកปุ๊បសบายចិត្តមោទនភាពសង្កេតមើលមែនទេណាបងប្អូនណាអត់លើមួយសប្តាហ៍ភាពសក្តិសុខរបស់យើងវា